សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញានិងអ្នកសារព័ត៌មានទាំងអស់ជាទីគោរពជាទីមេត្រីក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមជូនសេចក្តីសង្ខេបព័ត៌មានស្តីអំពីស្ថានភាពក្រោយបទជបាញ់ដោយគិតចាប់ពីម៉ោង6ព្រលប់ថ្ងៃទី1ខែមករាឆ្នាំ2026ដល់ម៉ោង1រសៀលថ្ងៃទី2ខែមករាឆ្នាំ2026វិរៈយុទ្ធជនកម្ពុជានិងកងទ័ពថៃបានបន្តអនុវត្តបទជបាញ់ធ្វើឲ្យស្ថានភាពស្ងប់ស្ងាត់ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានជាបន្តបន្ទាប់ជាពិសេសវិរៈកងទ័ពទាំង18រូបបានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាពស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC នៅច្រកព្រំដែនអន្តរជាតិព្រំខេត្តបៃលិននាថ្ងៃទី27ខែធ្នូឆ្នាំ2025គិតចាប់ពីម៉ោង6ព្រលប់ថ្ងៃទី1ខែមករាឆ្នាំ2026ដល់ម៉ោង1រសៀលថ្ងៃទី2ខែមករាឆ្នាំ2026នេះស្ថានភាពជារួមមានដូចខាងក្រោម1ស្ថានភាពពលរដ្ឋភៀសសឹកមានជនភៀសសឹក15624នាក់បានបន្តវិលត្រឡប់ទៅលំនៅឋានវិញដែលធ្វើឲ្យជនភៀសសឹកនៅសល់សរុបមានចំនួន39340នាក់ក្នុងនោះស្ត្រី206,783នាក់និងកុមារ126,196នាក់2ការបន្តបិទផ្អាកនិងការដំណើរការឡើងវិញសេវាសាធារណៈជាមូលដ្ឋានខេត្តបន្ទាយមានជ័យមានសាលារៀន321រដ្ឋ237ឯកជន84និងមន្ទីរពេទ្យមណ្ឌលសុខភាព6បន្តបិទផ្អាកគណៈសាលារៀន9មណ្ឌលសុខភាពមន្ទីរពេទ្យ16និងរដ្ឋបាលនៅថ្នាក់ខេត្តក្រុងស្រុកនិងឃុំសង្កាត់បានដំណើរការឡើងវិញខេត្តព្រះវិហារមានសាលា61និងមន្ទីរពេទ្យមណ្ឌលសុខភាព14នៅបន្តបិទផ្អាកគណៈរដ្ឋបាលនៅស្រុក1និងឃុំចំនួន6បានដំណើរការឡើងវិញខេត្តឧត្តរមានជ័យមានសាលារៀន212មន្ទីរពេទ្យមណ្ឌលសុខភាព14រដ្ឋបាលនៅថ្នាក់ខេត្ត1ក្រុងស្រុក2ឃុំសង្កាត់9និងប៉ុស្តិ៍នគរបាលរដ្ឋបាល1បានបន្តបិទផ្អាកគណៈសាលារៀន101មន្ទីរពេទ្យមណ្ឌលសុខភាព8រដ្ឋបាលស្រុក4អង្គភាពកងកម្លាំងមានសមត្ថកិច្ច10និងរដ្ឋបាលឃុំ18ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាល23បានដំណើរការឡើងវិញចំពោះខេត្តកោះកុងមានសាលារៀន66ដែលបានបិទផ្អាកបានបើកដំណើរការឡើងវិញទាំងអស់3ផលប៉ះពាល់នឹងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលទិន្នន័យទើបប្រមូលបានខូចខាតផ្ទះបងប្អូនប្រជាពលរដ្ឋ46ខ្នងស្ថានីយ៍ប្រេង2ផ្សារឯកជន1សាលារៀន4មន្ទីរពេទ្យមណ្ឌលសុខភាព5អគារ22និងផ្លូវ1ដូច្នេះបើគិតចាប់ពីថ្ងៃទី7ខែធ្នូឆ្នាំ2025មកគឺថាការខូចខាតទ្រព្យសម្បត្តិឯកជនសរុបរួមមានផ្ទះ323ខ្នងអគារស៊ីវិលឯកជន7អគារស្នាក់នៅឬសន្តាគារ5ស្ថានីយ៍ប្រេងឥន្ធនៈ3ផ្សារឯកជន1រថយន្ត33គ្រឿងម៉ូតូ1គ្រឿងលានទិញដំឡូង1អគារឃ្លាំងទំនិញ1បង្គោលអង្តែនទូរស័ព្ទ2ជង្រុកស្រូវ1និងសត្វពាហនៈឬសត្វព្រៃ2ក្បាលការខូចខាតទ្រព្យសម្បត្តិសាធារណៈសរុបរួមមានសាលារៀន16មណ្ឌលសុខភាព7សំណង់អគារ39វត្តអារាម5សាលាឆទាន1រូបសំណាក1រថយន្ត1គ្រឿងប្រាសាទបុរាណ4ស្ពាន5ផ្សារ1ផ្លូវ4និងប្រព័ន្ធគ្រប់គ្រងអគ្គិសនី1ទីតាំង4កិច្ចអន្តរាគមន៍រៀបចំផ្ទះសម្បែងនិងភូមិករពលរដ្ឋភៀសសឹកខេត្តឧត្តរមានជ័យមានពលរដ្ឋ2517គ្រួសារស្មើនឹង73396នាក់បានវិលចូលរស់នៅក្នុងផ្ទះសម្បែងឡើងវិញមានភូមិចំនួន84ពុំទាន់អាចឲ្យប្រជាពលរដ្ឋចូលទៅរស់នៅបាននិងភូមិចំនួន172ត្រូវបានអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធចុះរៀបចំផ្ទះសម្បែងជូនពលរដ្ឋរួចរាល់ហើយខេត្តបន្ទាយមានជ័យមានពលរដ្ឋ30132គ្រួសារស្មើនឹងចំនួន113,869នាក់និងខេត្តព្រះវិហារមានពលរដ្ឋ5147គ្រួសារ
ស្មើនឹង14874នាក់បានវិលចូលរស់នៅក្នុងផ្ទះសម្បែងឡើងវិញជារួមក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជានិងស្ថាប័នពាក់ព័ន្ធព្រមទាំងរដ្ឋបាលខេត្តក្រុងស្រុកនិងឃុំសង្កាត់បានកំពុងបន្តយកចិត្តទុកដាក់ពិនិត្យនិងដោះស្រាយកិច្ចការអត្ថិភាពជាច្រើនទៀតដើម្បីធានាការវិលមករកប្រក្រតីភាពនៃសេវាសាធារណៈជាមូលដ្ឋាននៅតាមបណ្ដាក្រុងស្រុកនិងឃុំសង្កាត់ជាពិសេសក្នុងខេត្តជាប់ព្រំដែនដែលបានបិទផ្អាកក្នុងរយៈកាលកន្លងមកជាមួយគ្នានេះក៏បាននឹងកំពុងខិតខំបង្កលក្ខណៈជូនជនភៀសសឹកឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាពក្នុងនោះដែររួមទាំងការដោះស្រាយបញ្ហាចំពោះមុខសម្រាប់ផ្ទះសម្បែងផងនិងភូមិករពលរដ្ឋដែលរងការខូចខាតផងការបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទន្ទឹមនឹងការពិនិត្យនិងបន្តហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើកដ្រូនគ្រប់ទីកន្លែងគ្រប់ពេលវេលារហូតដល់មានការណែនាំថ្មីក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមគាំទ្រជំហរយ៉ាងមុតមាំនិងច្បាស់លាស់របស់សម្ដេចធិបតីហ៊ុនម៉ាណែតដែលបានគូបញ្ជាក់ថាការអនុវត្តបទឈប់បាញ់មិនមែនជាការចោះចាញ់ឬយកបូរណភាពទឹកដីនិងអធិបតេយ្យជាតិទៅដោះដូរយកសន្តិភាពនោះឡើយដោយសង្កត់ធ្ងន់ថាខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងកម្ពុជាថៃនៅតែកំណត់ដោយសន្ធិសញ្ញានិងអនុសញ្ញាអន្តរជាតិមានស្រាប់ដែលកម្ពុជានៅតែរក្សាបានសិទ្ធិពេញលេញនៅក្នុងការដោះស្រាយបញ្ហាព្រំដែនអនុលោមតាមច្បាប់អន្តរជាតិសន្ធិសញ្ញាអនុសញ្ញានិងយន្តការទ្វេភាគីជាធរមានទាំងឡាយសូមជនរួមជាតិជឿជាក់លើរាជរដ្ឋាភិបាលដោយរួបរวมស្មារតីជាតិខ្មែរតែមួយជៀសវាងចាញ់យោបាយកលឃោសនាញុះញង់ពីក្រមជ្រុលនិយមណាមួយធ្វើឲ្យប៉ះពាល់ដល់យុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមដោយសន្តិវិធីតាមផ្លូវច្បាប់និងការទូតជាក់ស្ដែងយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមបាននាំមកនៅការធ្វើមាតុភូមិនិវត្តនៃវីរៈកងទ័ពកម្ពុជាទាំង18រូបប្រកបដោយមោទកភាពដែលក្រសួងមហាផ្ទៃមានក្តីស្ញប់ស្ញែងយ៉ាងក្រៃលែងបំផុតទាំងមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលនិងសន្ទុះមនសិការជាតិរបស់ប្រជាពលរដ្ឋទទួលស្វាគមន៍ដំណើរត្រឡប់របស់វីរៈកងទ័ពដោយសម្ដេចតេជោហ៊ុនសែនបានគូបញ្ជាក់ក្នុងពិធីជួបសំណេះសំណាលវីរៈកងទ័ពទាំង18រូបនាថ្ងៃទី1ខែមករាឆ្នាំ2026អំពីអត្តន័យកម្លាំងមហាសាមគ្គីជាតិដែលកាន់តែផុសខ្ពស់ត្រដែតចេញពីកូនខ្មែរគ្រប់ទិសទីក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមគោរពថ្លែងអំណរគុណនិងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះសម្ដេចតេជោហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតដែលបានដាក់ចេញយុទ្ធសាស្ត្រការពារជាតិយ៉ាងត្រឹមត្រូវធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេសកាន់តែទទួលបានអារម្មណ៍កក់ក្ដៅដែលមានប្រតិបត្តិការគឺវីរៈយុទ្ធជនជួរមុខឈរជើងយ៉ាងអង្អាចជាងជ័យរយៈពេល20យប់21ថ្ងៃការពារអធិបតេយ្យជាតិនិងប្រជាជនយើងទាំងអស់គ្នាសូមបន្ទន់កាយសម្រួមចិត្តគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនិងសូមចូលរួមទទួលអារម្មណ៍ឈឺចាប់និងក្តីមោទនៈជាមួយក្រុមគ្រួសារយើងក៏សូមជូនពរវីរៈយុទ្ធជនដែលកំពុងសម្រាប់ព្យាបាលនៅតាមមន្ទីរពេទ្យឆាប់បានជាសះស្បើយសូមជនរួមជាតិបន្តស្មារតីព្រលឹងខ្មែរតែមួយជានិរន្តរ៍រៀងទៅជួបកាលណាខ្ញុំសូមអនុញ្ញាតបញ្ចប់សូមក្រាបថ្វាយបង្គំលានិងសូមគោរពលា